ជុំរៀបសួរអំពីមេទាំងអស់គ្នាថ្ងៃនេះហាន់ខ្ទឹមមានគល់ខ្ទឹមមានអីច្រាំខ្ទឹមហើយនេះមានសាច់ជ្រូកបន្តិចសាច់ជ្រូកនេះខ្ញុំហាន់ស្ដើងទូចហើយខ្លាញ់ជ្រូកបន្តិចខ្លាញ់នឹងចប់សាច់នឹងពេលនេះខ្ញុំក៏គិតថាយកអានោះយកទៅចំហៀវមកទៅមិនបាច់ប្រើខ្លាញ់ឆាទេចូលខ្លាញ់ជ្រូកនឹងមកចំហៀវវានេះខ្ញុំដាក់ចំហៀវនឹងកន់យូរដែរណាមីតម្រាំបានចាញ់ខ្លាញ់ណាដោយសារខ្ញុំបើកភ្លើងតិចឲ្យវាចាញ់តាមស្រួលបើសិនបើកភ្លើងខ្លាំងតិចខ្លាញ់វាអាចផ្ទុះខំភ្លើងវាអាចផ្ទុះហើយនេះជ្រូកស្ពៃខ្ញុំលាងទឹក3ទឹកហាន់ជ្រូកស្ពៃនេះធ្វើខ្លួនឯងទេបងមីនេះឥឡូវខ្លាញ់យើងមានណាចំហៀវចាញ់ខ្លាញ់ហើយសាច់ជ្រូកតែមកខ្លាញ់ជ្រូកតែបន្តិចមួយចំហៀវមកបានខ្លាញ់កណ្ដោហើយចំហៀវចឹងខ្លាញ់ជ្រូកចឹងឈ្ងុយម្ល៉េះខ្ញុំបានចាក់ខ្ទឹមចូលហើយច្បល់វាចូលគ្នាបានដាក់ស្ករត្នោតនេះខ្ញុំដាក់បន្តិចហើយឡើងពណ៌ក្រហមមកឈ្ងុយជាមួយខ្ទឹមមែនតើបានចាក់សាច់ជ្រូកលេងជាមួយដោយសារតែអ៊ំហើយបងឯងក៏ថាឆាជ្រូកស្ពៃមួយសាច់ជ្រូកឆ្ងាញ់ណាស់ហើយចឹងខ្ញុំក៏ចង់សាកធ្វើអញ្ចឹងព្រោះអត់ដែលសាកទេនេះសាកធ្វើម្ដងហើយដាក់អំបិលប៊ីចេងបន្តិចម្សៅស៊ុបបន្តិចឲ្យវាចូលជាតិជាមួយសាច់ហ្នឹងមកបងមីហើយខ្ញុំក៏ដាក់ប្រេងខ្យងបន្តិចដែរហើយដាក់គល់ខ្ទឹមលេងជាមួយគ្នាធំក្លិនជួយហើយនេះសាច់ដាក់ប្រេងខ្យងនេះផ្លិចតាមមិញឥឡូវដាក់ស្លឹកខ្ទឹមចូលឆាជាមួយសាច់នឹងចូលជាតិគ្នាឲ្យរញោមស្លឹកខ្ទឹមអញ្ចឹងទៅខ្ញុំក៏ដាក់ស្ពៃជ្រូកចូលឆាជាមួយគ្នាតែម្ដងនេះឆ្អិនមកត្រឡប់ទៅហើយឆ្អិនហើយមានទឹកតិចធំក្លិនឈ្ងុយជូរតិចហើយខ្ញុំក៏សាកភ្លក់មើលល្មមគឺឆ្ងាញ់មកជូរតិចហើយចុងក្រោយនេះឆ្អិនហើយម្ហូបខ្ញុំហើយខ្ញុំមកប្រឡាក់គោលហើយនឹងថ្លើមមាន់ដើម្បីធ្វើម្ហូបថ្ងៃស្អែកទៀតប្រឡាក់នេះមានគ្រឿងបុកហើយខ្ញុំបានដាក់ទឹកឃ្មុំបន្តិចអត់ដាក់ស្ករទេដាក់តែទឹកឃ្មុំទេតំណងដល់បងមីឆ្អែកនេះឡើងថាស្ងៀមមកទៀតហើយខ្ញុំទិញនេះ1គីឡូនេះ13000ប្រឡាក់ហើយដាក់ទុកក្នុងទូទឹកកកចាញ់មកខាងក្រៅនេះដងទៀតមីផ្កានៅទូទេហើយនេះផ្លែបានតែមួយនឹងតែធំជាងគេហើយអាមួយជាប់នឹងអត់សូវធំដូចអាកន្លែងខ្ញុំប៉ះហ្នឹងទេខ្ញុំប៉ះហ្នឹងធំមែនតើចុងក្រោយបាយបាយ